ស្វាគមន៍មកកាន់វីដេអូបំបាក់ដៃគូដល់សាហាវខូចនៅក្នុងប្រវត្តិសាស្ត្រប៉េះគឺខ្ញុំមិនដែលស៊ីគេសាហាវដល់ថ្នាក់នេះទេហើយក៏គ្មានពាក្យថាយោគយល់ដែរតោះយើងទៅមើលប្រកួតនឹងទាំងអស់គ្នាសម្រាប់ឥឡូវនេះគឺខ្ញុំនៅក្នុង Division 3បាទហើយការប្រកួតមួយនេះគឺខ្ញុំនៅនាទី5ជាងយើងស៊ីគេ5 6-0បាត់ហើយបាទដោយសារដៃគូរបស់យើងគាត់មិនអន់ទេក៏ប៉ុន្តែទឹកដៃរបស់ខ្ញុំក៏មិនធម្មតាដែរបាទឥឡូវនេះគឺបាល់ចេញពី Nagamoto ចេញបាល់មកឲ្យ Sochenko បាទបាល់កន្លែងនេះយើងអាចបាទវាយកែងមួយប៉ុន្តែវាអត់ជោគជ័យបាទក្បាច់នឹងរត់អូចិត្តប្រើឥឡូវនេះបាទ Guti បុកមកបាទតែចូលមួយវិញបាត់ហើយបាទបើថាអត់ស៊ីខ្ញុំប្រហែលជាអត់អីទេរួចខ្លួនប៉ុន្តែដល់ពេលស៊ីខ្ញុំមួយហើយខ្ញុំគិតថាយើងគួរតែ match fixing តែម្ដងទៅបាទលទ្ធផលដែលគួរឲ្យជួយចិត្តដែលយើងត្រូវតាមឲ្យបានគឺ8-2បាទកន្លែងនេះបាទគេសុទ្ធមួយជើងទៀតប៊ីសចូលបាទចិត្តបាន2របស់គេចាំយើងស៊ីគេមួយទៀតបាទយើងមានភាគរយខ្ពស់អូខេបាទកន្លែងនេះ Gullit បាទ low screamer មួយជើងប៉ុន្តែគេ block ជាប់អូខេឥឡូវនេះគឺបាទបានបើជ្រុំអូកាប៉េឡូឈឺក្បាលស្ដាយបាទឥឡូវ Johan Cruyff បាទយើងលើកបាល់មកដាក់កែងត្រង់នេះមកបាទអ្នកដែលតែតគឺ Rondo បាទប៉ុន្តែតែតអត់ចូលទីទេបាទឥឡូវគឺបុកមកវិញបាទ Diego Forlan ទៅហើយ Forlan កាតនេះល្អបងប្អូនបាទកីឡាករគេមកអែមមិនមែនកីឡាករគេលំណាបាទ Rodri Rui Costa ប៉ះឲ្យ Gullit Rondo អីយ៉ាខូចបាល់បាទអីយ៉ាខូចវិញ Costa Rondo 1-2អីយ៉ាទៅហើយបាទទៅប៉ះមួយផ្លាច់ចូលហានក្រោយ7-1ឯងបងប្អូនវាចិត្តចូលសមត្ថកម្មរបស់យើងឯងបាទឥឡូវនេះ Guti Forlan អូច្រឡំយកដៃកំវីទៅប្លុកបាទឲ្យគេស៊ីមួយទៀតបាទឲ្យគេស៊ីមួយទៀតប៉ាច់អូខេឥឡូវនេះគឺ7-2យើងរងចាំតាមដានទាំងអស់គ្នាបាទអូខេចូលហានក្រោយចុងម៉ោងហើយបាទបាល់ជ្រុងលើកចុងក្រោយ Rodri តែអត់ចូលទេ Rui Costa ប៉ាច់ចូលហើយបងប្អូនទាំងគ្នាបាទ8-2បាទអញ្ចឹងនេះគឺជាការស៊ីដៃគូដ៏ខុសខើបាទ Rui Costa ចេញបាល់ឲ្យ Rondo បាល់នេះខ្ញុំអាចសុទ្ធបានបាទបាល់នេះអាចសុទ្ធបានក៏ប៉ុន្តែយើងកុំសុទ្ធបាទយើងទុកលទ្ធផលត្រឹមហ្នឹងបងប្អូនអូសទៅក្រោយBegumi បាទ Begumi ប៉ះឲ្យវណ្ណសាហើយស៊ីឲ្យ8-2មួយបាទលទ្ធផល8-2បាទខ្ញុំប្រម៉ូតឡើងទៅ Division 2បាទនៅក្នុង rank Division 3 Division 2គឺងាយស៊ីគ្នាសាហាវដល់ថ្នាក់នេះទេបាទការគ្រប់គ្រងបាល់វិញគឺ50គឺស្មើគ្នាតែម្ដងបាទគាត់ថាខ្ញុំបញ្ចប់ទីបានល្អបាទឥឡូវនេះគឺ rank របស់យើងឡើងទៅ1510បាទអញ្ចឹងគឺយើងឡើងមក1510ចូលទៅក្នុង Division 2បាទដោយសារតែ slow ពេកកាលពីថ្ងៃមិញចាញ់គេអស់2-3ប្រកួតបាទស្ដាយខ្លាំងមែនតើចង់បោកគាត់